ចាជំរាបសួរបងប្អូនហើយនេះបងប្អូនឃើញស្លឹកណាបងប្អូនចាហើយនឹងផ្លែហ្នឹងគឺដើមស្វាយដែលនៅនឹងផ្ទះរបស់ស្វាមីរបស់នាងខ្ញុំបងប្អូនចាហើយស្វាយមួយដើមនេះគឺផ្លែច្រើនបងប្អូនផ្លែច្រើនណាស់ដល់ពេលអញ្ចឹងវាផ្លែច្រើនហើយវាចាស់ល្អវាឡើងផ្លែវាចាស់ឡើងលឿងណាបងប្អូនដល់ពេលអញ្ចឹងនាងខ្ញុំមិនដឹងថាត្រូវធ្វើអីព្រោះអីនាងខ្ញុំឃើញផ្លែស្វាយហ្នឹងណាបងប្អូនចាគឺវាផ្លែច្រើនពេកដល់ពេលអញ្ចឹងទៅនាងខ្ញុំក៏នឹកឃើញថាចង់ធ្វើដំណាប់ស្វាយអញ្ចឹងណាបងប្អូនដល់អញ្ចឹងនាងខ្ញុំក៏បេះផ្លែស្វាយហ្នឹងយកមកដើម្បីរៀនធ្វើដំណាប់បងប្អូនចាហើយស្វាយបេះបានមួយកញ្ច្រែងបងប្អូនចាមួយកញ្ច្រែងធំណាច្រើនដែរបងប្អូនចាហើយស្វាយចាស់ល្អណាស់បងប្អូនអើយចាស់ឡើងលឿងហ្មងសាច់ឡើងលឿងហើយធ្វើសិនជាធ្វើតំណាប់វិញឡើងសាច់តំណាប់ឡើងលឿងហ្មងណាបងប្អូនចាហើយស្វាយមើលទៅនេះធំហើយទៅឡើងលឿងហ្មងបងប្អូនឃើញតែប៉ុណ្ណឹងក៏ដឹងដែរថាស្វាយនឹងចាស់ដល់កំណត់ហើយចាចាស់ឡើងដល់កំណត់គឺឡើងលឿងក្បាលវាឡើងលឿងចឹងហ្មងណាបងប្អូនចាហើយទៅនាងខ្ញុំក៏រើសមួយកន្ធុនចាមកកន្ធុនពេញដើម្បីយកមកចិត្តសម្បកចេញចឹងណាបងប្អូនចាមកយកមកសម្អាតសម្បកចិត្តសម្បកចេញអញ្ចឹងបងប្អូនចានាងខ្ញុំចិត្តសម្បកហើយអីហើយចឹងទៅក៏ដល់វគ្គសម្អាតទឹកអីអញ្ចឹងដែរចាហើយនេះខ្ញុំក៏សូមឲ្យបងប្អូនអ៊ំពូមីងទាំងអស់តាមដានរាល់សកម្មភាពរបស់នាងខ្ញុំចាទម្រាំតែនឹងចេញជាដំណាប់ស្វាយតើវាមានប្រមាណដំណាក់កាលអញ្ចឹងណាបងប្អូនចានាងខ្ញុំក៏សូមអរគុណច្រើនទៅដល់អ៊ំពូមីងទាំងអស់ដែលតែងតែតាមដាន Channel YouTube របស់នាងខ្ញុំជារៀងរហូតមកផងដែរចាអរគុណច្រើនឥឡូវនេះនាងខ្ញុំក៏បានសម្អាតសម្បកគឺរួចរាល់អស់ហើយបងប្អូនចាហើយស្វាយមើលទៅបងប្អូនចាស់ល្អណាស់ឡើងល្អហ្មងណាបងប្អូនចាបើសិនជាយើងចាស់ល្អអញ្ចឹងចុចក៏ឆ្ងាញ់ដែរបងប្អូនហើយលាយតែអំបិលស្ករពីចេងឲ្យតែត្រូវគឺឆ្ងាញ់ហ្មងឆ្ងាញ់អត់មានជូរទេចាជូរក៏ជូរឆ្ងាញ់អញ្ចឹងណាបងអូនចាផ្អែមជូរឆ្ងាញ់ដាក់អំបិលស្ករអីមកទៀតលាយឲ្យត្រូវគឺឆ្ងាញ់ហ្មងអញ្ចឹងហើយនាងខ្ញុំក៏សម្អាតសម្បកចិត្តសម្បករួចរាល់ហើយអញ្ចឹងទៅនាងខ្ញុំក៏ចិត្តជាចំណិតតូចអញ្ចឹងទៅដាក់ទៅក្នុងទឹកដើម្បីត្រាំក្នុងទឹកហ្នឹងសម្អាតទឹកហ្នឹងអញ្ចឹងណាបងប្អូនចាសម្អាតទឹកហើយអីហើយអញ្ចឹងទៅចាឥឡូវនេះនាងខ្ញុំកំពុងតែចិត្តជាចំណិតតូចដើម្បីត្រាំចូលទៅក្នុងទឹកសបងប្អូនចាអត់តាន់ត្រាំទឹកកំបោរទេគឺដាក់ក្នុងទឹកសសិនអ៊ំពូមីងចាដើម្បីសម្អាតសិន
ចានាងខ្ញុំចិត្តជាចំណិតតូចអញ្ចឹងហើយនាងខ្ញុំក៏បានសម្អាតទឹកបងប្អូនសម្អាតទឹកហើយនាងខ្ញុំតម្រៀបទៅក្នុងកញ្ច្រែងបងប្អូនចាកញ្ច្រែងរបស់នាងខ្ញុំគឺស្លាប់ទាំងហាលទេគឺគម្របទាំងហាលណាបងប្អូនចានាងខ្ញុំស្រង់សម្អាតទឹកអីហើយអញ្ចឹងទៅនាងខ្ញុំស្រង់ដាក់កញ្ច្រែងហ្នឹងទៅព្រោះអីអាហ្នឹងវាប្រឡោះធំអញ្ចឹងណាបងប្អូនវាស្រស់ទឹកឆាប់ដល់ពេលអញ្ចឹងនាងខ្ញុំក៏យកអាហ្នឹងយកមកហាលស្រង់ទឹកហើយអីចឹងទៅនាងខ្ញុំក៏យកទៅហាលថ្ងៃណាបងប្អូនដើម្បីសម្ដិលដើម្បីឲ្យវាស្ងួតទឹកខ្លះអញ្ចឹងចាហើយចូលមកដល់មួយវគ្គទៀតបានមួយកញ្ច្រែងហើយឥឡូវនាងខ្ញុំមកចិត្តមួយកញ្ច្រែងទៀតមួយវគ្គទៀតអ៊ំពូមេងចាព្រោះអីវាច្រើនមួយកន្ធុនធំណងបងប្អូនផ្លែចិត្តរួចហើយអ៊ំពូមេងចាបានមួយកន្ធុនទៀតហើយដូចធម្មតាតែដូចរាល់ដូចតែមិញចឹងដែរអ៊ំពូមេងចាគឺនាងខ្ញុំចិត្តហើយអីហើយចឹងទៅនាងខ្ញុំមកកជ្រោកជាមួយនឹងទឹកសម្អាតជាមួយនឹងទឹកអញ្ចឹងណាបងប្អូនចាហើយទៅក៏ស្រង់ដាក់ទៅក្នុងកម្របស្លាបទាំងហាលហ្នឹងទៅហាលដូចគ្នាបងប្អូនចាដើម្បីឲ្យស្រស់ទឹកចាហើយក៏បានយកទៅសម្ដិល5ថ្ងៃអីមួយស្របក់អីអញ្ចឹងទៅឲ្យស្ងួតទឹកស្ងួតអីអញ្ចឹងណាអ៊ំពូមីងចាលឿងល្អណាស់បងប្អូនហើយស្វាយហ្នឹងវាចាស់ដល់កំណត់ទៅបងប្អូនដល់ពេលអញ្ចឹងឡើងសាច់ឡើងលឿងហ្មងលឿងល្អណាស់ឥឡូវចូលដល់វគ្គនាងខ្ញុំលាយទឹកកំបោរចាកំបោរនេះគឺចំនួន500នាងខ្ញុំទិញចំនួន500បងប្អូននាងខ្ញុំមកលាយជាមួយនឹងទឹកដាក់ទឹកឯងដាក់ទឹកកន្លះកធុនបងប្អូនទុកសម្រាប់ត្រាំជាមួយនឹងស្វាយអញ្ចឹងណាបងប្អូនចាឥឡូវនេះស្វាយរបស់នាងខ្ញុំក៏បានស្រស់ទឹកល្អដែរបងប្អូនចារៀងស្ងួតហើយអញ្ចឹងហើយនាងខ្ញុំក៏យកស្វាយនេះមកដើម្បីត្រាំចូលទៅក្នុងទឹកកំបោរអញ្ចឹងណាបងប្អូនត្រាំទឹកកំបោរហើយអញ្ចឹងទៅតាមកាពិតទៅស្វាយនេះនាងខ្ញុំចិត្តពេលល្ងាចបងប្អូនដល់អញ្ចឹងសម្ដិលស្ងួតអីស្ងួតអញ្ចឹងយកមកត្រាំទឹកកំបោរនាងខ្ញុំត្រាំទឹកកំបោរហើយទុកមួយយប់បងប្អូនចានាងខ្ញុំទុកមួយយប់ហើយស្វាយនឹងវាច្រើនបងប្អូនដល់ពេលអញ្ចឹងដាក់កធុនអត់អស់ទេកធុននឹងវាតូចវាអត់លិចទឹកទេបងប្អូនអត់លិចទឹកកំបោរអញ្ចឹងណាដល់ពេលអត់លិចទឹកកំបោរគឺអត់កើតទេ
miền class lịch class ọt chẳng chắc pe để dương cô tới vì ọt smile kia vì ọt lọ chẳng nào bông bồn chẳng hay những trong cột đồ cột thôn trà phụ ấy cột thôn đang bị tội những trong cột đồ do cột thôn thông á nào bông bồn trà đầm bầy đã tới bị chẳng ọt to ta đã thôn thông mình bông bồn rồi về chẳng có đồ hay có chặt tắc thai mà anh chẳng từ làm bây ao lịch spy bông bồn ao lịch spy cho tới hai nên trong tục cho nôn mở dục đó tập pe sai lang ban ở nên nhóm strong bị tắc cầm báo do mà liêng sầm ạt nâng tắc sò bông bồn trà liêng cho nôn bị bay tắc ấy chẳng tới ban nên trong mà strong đã cảnh trái ha là ở hiện smooth tắc và đòn tiệt bông bồn trà hai ban nên chống dọc từ cô score hai lời ní nhưng trong ní lúc đó pe xảy lớn cái na ông ổn nhưng trong cô bạc cắt phướng đang bấy cô đầm nạp xoài nâng bông ổn trà thử đo màu đo bị lia đã thử cô đầm nạp xoài na bông ổn ní nhưng trong liêng song bị ta cầm bao liêng ấy sát ở hơi ban là nên trong dọc từ sầm tờ 2 ngày chẳng nó bông ổn đang bây giờ ao bị sọt tắc ao ngột bản tịch từ bản nên trong dọc máu đã cho không năng chạ score chạ anh chẳng bông ổn chẳng ai nên trong cái sông ao bông ổn tam đàn rồi sẽ cầm phép rồi ban nên trong chia bàn tỏ nên trong cô riêng trong xoài nâng đã cho từ không năng anh chẳng từ chả ra nó bông ổn năng thốn mà nè là một năng nâng đai nó nghe hai nên trong cô ní nên trong cô tục nhâm chia lệ khả của xa tê bông ôn đọc bên chẳng nên trong đã score cho ra ơn tế không ngồi năng nó cứ nên trong đã score tay mùi cái lỗ tê cha cứ score số nên trong pro score số nó bông ôn cứ score số cho nôn mà cái lỗ phụ ấy ở trong phải em khăn chẳng bông ôn chẳng hay nên trong phở score tay mà cái lỗ tế hãy tới nên trong mà bằng bờ cho bản tịch đài bờ ở miền bờ tết cứ bị hiện sạch thì dương nó cô tới bị hiện flew và em flew giống nó bông bồn
ឥឡូវនេះភ្លើងដែលនាងខ្ញុំបង្កាត់មិញហ្នឹងបានឆេះហើយនាងខ្ញុំក៏លើកឆ្នាំងស្វាយហ្នឹងយកមករំងាស់ជាមួយនឹងទឹកស្ករហ្នឹងបងប្អូនប៉ុន្តែក្នុងពេលដែលយើងចាក់ស្ករហើយអីហើយចឹងគឺយើងដាក់ទឹកបន្តិចដែរបងប្អូនចាដាក់ទឹកយើងចាក់ទឹកចូលបន្តិចទៅដើម្បីឲ្យស្ករនឹងវាលាយណាបើអត់មានទឹកទេស្ករនឹងអត់លាយទេអញ្ចឹងហើយយើងរំងាស់ស្វាយនឹងជាមួយនឹងទឹកស្ករនឹងបងប្អូនរំងាស់តតែដាច់ទឹកតតែថាស្ករនឹងរៀងតាយណាបងប្អូនបានយើងយកចេញបានយើងឈប់កូរអញ្ចឹងយើងដាក់នៅលើភ្លើងឲ្យនៅពុះខិចអញ្ចឹងទៅបងប្អូនពេលដែលពុះគឺនាងខ្ញុំកូរត្រឡប់ហើយដើម្បីឲ្យអាខាងលើទៅក្រោមអាខាងក្រោមមកខាងលើវិញអញ្ចឹងណាឲ្យស្វាយហ្នឹងវាឆ្អិនល្អហើយក៏វាចូលជាមួយនឹងទឹកស្ករនឹងសប់ដែរបងប្អូននាងខ្ញុំកូរត្រឡប់ជ្រោយចុះជ្រោយឡើងដើម្បីឲ្យផងច្រឡំតាពាំងណាបងប្អូនឲ្យស្វាយហ្នឹងវាពុះទៅវាចូលជាតិស្ករល្អហើយឆ្ងាញ់ណាស់បងប្អូនឡើងស្វិតហើយឡើងលឿងល្អណាស់ហើយផ្អែមវិញផ្អែមមកល្មមព្រោះយើងប្រើស្ករតិចយើងអត់ប្រើស្ករច្រើននោះបងប្អូនហើយនេះចូលជាតិហើយនេះបងប្អូនអត់ទាន់ដាច់ទឹកល្អទេគ្រាន់តែថាវាចូលជាតិស្ករចូលជាតិអីអញ្ចឹងណាហើយសាច់ស្វាយឡើងលឿងល្អណាស់ហើយទៅចិត្តដាច់ទឹកហើយព្រោះអីសាច់ស្វាយឡើងលឿងហើយស្ករក៏អន្តាយដែរបងប្អូនចាល្អណាស់ស្វាយយើងកូរពេលដែលយើងធ្វើនោះគឺស្វាយចាស់ល្អអញ្ចឹងណាបងប្អូនដល់ពេលអញ្ចឹងហើយគឺសាច់ស្វាយលឿងល្អដំណាប់ស្វាយរបស់នាងខ្ញុំឆ្អិនហើយ